ខ្ញុំឃើញមួយរយៈចុងក្រោយនេះមនុស្សយើងនាំគ្នាធ្វើការត្រួតពិនិត្យសុខភាពច្រើនគេហៅថា health check up ណាហ្នឹងហើយអានេះវាគឺជារឿងល្អមែនតើយើងត្រូវធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំដើម្បីដឹងថាតើយើងរាងកាយរបស់យើងនឹងមានសុខភាពល្អមកមុនឬក៏យើងមានបញ្ហាអីប៉ុន្តែមានរឿងមួយដែលខ្ញុំចាប់អារម្មណ៍គឺសុខភាពផ្លូវចិត្តមិនដឹងថាអ្នកទាំងអស់គ្នាបានធ្វើការត្រួតពិនិត្យសុខភាពផ្លូវចិត្តដូចផ្លូវកាយដែរឬក៏យើងអត់បានគិតថាអាហ្នឹងវាត្រូវការត្រួតពិនិត្យដែរណាចាជាទូទៅយើងគ្រាន់តែទទួលស្គាល់ទទួលដឹងថាយើងខឹងយើងស្អប់យើងបារម្ភយើងតូចចិត្តយើងអន់ចិត្តអីជាដើមយើង stress យើងអីប៉ុន្តែយើងអត់បានប្រហែលជាមិនបានធ្វើការត្រួតពិនិត្យឬក៏ពិចារណាបានស៊ីជម្រៅរកឬគល់នៃមូលហេតុឬក៏បញ្ហានេះកើតឡើងដោយសារអីទេតាមពិតទៅសុខភាពផ្លូវចិត្តគឺវាសំខាន់ដូចទៅនឹងសុខភាពផ្លូវកាយដែរយើងត្រូវការធ្វើការត្រួតពិនិត្យឬក៏ check up វាជាប្រចាំដែរណាគេហៅថា mental health check up ណាចាអញ្ចឹងខ្ញុំលើកប្រធានបទនេះឡើងដោយសារតែខ្ញុំចាប់អារម្មណ៍ថាខ្លួនឯងក៏មានបញ្ហាដែរបានន័យថាថ្មីៗនេះខ្ញុំមានទទួលស្គាល់ថាខ្ញុំមានការប៉ះទង្គិចផ្លូវចិត្តគឺក៏រងសម្ពាធច្រើនដែលធ្វើឲ្យសកម្មភាពដែលបានស្ដែងចេញពាក្យសម្ដីកាយវិការផ្សេងៗនេះគឺវាលើសលួសឬក៏វាមិនសមរម្យឬក៏វាខុសពីអ្វីដែលជាខ្លួនឯងណាចាខ្ញុំគិតថាយើងគួរតែចំណាយពេលវេលាត្រួតពិនិត្យទៅលើសុខភាពផ្លូវចិត្តរបស់យើងបើមិនអញ្ចឹងទេដូចករណីខ្ញុំអញ្ចឹងគឺខ្ញុំមានអារម្មណ៍ថាឆាវឆាវច្រើនខ្លួនឯងឆាវឆាវច្រើនជាងមុនឆាប់ខឹងមួម៉ៅអន់ចិត្តតូចចិត្តចាហើយពេលខ្លះទៅយើងអត់សូវយើងមិនមែនយើងទៅជាមនុស្សដែលមិនសូវមានហេតុផលទៅវិញណាចាអញ្ចឹងខ្ញុំគិតថានៅពេលដែលយើងមិនសូវខ្វាយខ្វល់ឬក៏យើងអត់បានយកចិត្តទុកដាក់ពីបញ្ហាផ្លូវចិត្តរបស់យើងទេគឺវានឹងប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់យើងការធ្វើការងាររបស់យើងឬក៏ឱកាសផ្សេងៗដែលនឹងមករកយើងគឺត្រូវបានបាត់បង់ដោយសារតែយើងអត់បានដឹងពីឬក៏នៃបញ្ហាផ្លូវចិត្តរបស់យើងចាដូច្នេះសុខភាពផ្លូវចិត្តគឺវាសំខាន់ដូចទៅនឹងសុខភាពផ្លូវកាយដែរដែលយើងគួរតែយកចិត្តទុកដាក់ហើយធ្វើការត្រួតពិនិត្យជាប្រចាំហើយមានធីបមួយចំនួនដែលអ្នកទាំងអស់គ្នាអាចធ្វើបាននៅពេលដែលយើងចង់ធ្វើការត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់យើងឬក៏រក្សាសុខភាពផ្លូវចិត្តរបស់យើងឲ្យបានល្អណាទីមួយយើងត្រូវ make sure ថាឬក៏យើងធានាថាសុខភាពផ្លូវកាយរបស់យើងល្អសិនអញ្ចឹងណាបើមិនជាសុខភាពផ្លូវកាយមិនល្អក៏សុខភាពផ្លូវចិត្តក៏វាអត់ល្អដែរអញ្ចឹងយើងអាចថែរក្សាសុខភាពផ្លូវកាយរបស់យើងតាមរយៈការញ៉ាំអាហារល្អៗការធ្វើលំហាត់ប្រាណអីជាដើមចាកំណត់ពេលវេលាគេងឲ្យបានត្រឹមត្រូវចាធ្វើម៉េចយើងមិនចាំបាច់គេងឲ្យគ្រប់8ម៉ោងក៏បានដែរប៉ុន្តែយើងអាចគេងឲ្យបានទៀងទាត់ពេលវេលាហើយគេងឲ្យបានស្ងប់ចាហើយរៀនគ្រប់គ្រង stress អ្នកណាក៏មានដែរប៉ុន្តែយើងត្រូវដឹងថានៅពេលដែលយើង stress តែយើងគួរតែ manage ឬក៏ដោះស្រាយវាមិនណាចាមួយទៀតយើងអាចចំណាយពេលវេលាជាមួយខ្លួនឯងចាគេហៅថា quiet your mind គឺចំណាយពេលអង្គុយនៅស្ងៀមស្ដាប់ខ្លួនឯងដើម្បីទទួលដឹងថាអារម្មណ៍យើងវាយ៉ាងម៉េចមានអីកើតឡើងនៅក្នុងចិត្តរបស់យើងពីខាងក្នុងមកណាដើម្បីយើងដឹងថាអូខេផ្លូវចិត្តរបស់យើងកំពុងតែមានបញ្ហាឬក៏យ៉ាងម៉េចចាមួយទៀតយើងអាចចំណាយពេលវេលាធ្វើរឿងរ៉ាវដែលល្អៗដែលយើងចូលចិត្តធ្វើជាមួយនឹងមនុស្សល្អៗដើម្បីបង្កើតនូវថាមពលវិជ្ជមានឲ្យខ្លួនឯងចំណុចមួយទៀតដែលសំខាន់នោះគឺរៀន set គោលដៅខ្លួនឯងចាគោលដៅប្រចាំថ្ងៃប្រចាំខែឬក៏ប្រចាំឆ្នាំដើម្បីឲ្យដឹងថាយើងភ្ញាក់ពីគេងនៅថ្ងៃថ្មីនីមួយៗហ្នឹងយើងដឹងថាយើងធ្វើអីធ្វើដើម្បីអីហើយយើងចង់ទៅណាណាអូខេអញ្ចឹងត្រឡប់មកវិញគឺខ្ញុំនៅតែគិតថាសុខភាពផ្លូវកាយហើយនិងផ្លូវចិត្តគឺវាសំខាន់ហើយជាអ្វីដែលត្រូវដើរទន្ទឹមគ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាធ្វើការត្រួតពិនិត្យសុខភាពផ្លូវកាយកុំភ្លេចត្រួតពិនិត្យសុខភាពផ្លូវចិត្តផងចាចាតែម្លេះថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ